cái sao xu mới thịt xu tha ta cái lá con bắp Portugal lên đầm bay crom crom rồi còn lên đầm bay rồi đầu mà này thành lên đầm bay bờ tây Portugal rồi còn đầm bay rồi đầu mình rung crom mới nãy đây mình chọn bay rồi đầu đầm bay ấy đầm bay ở quạt miền crom 300 đo hết trick miền tầm mà crom các bạn nó dùng mình các bất cái lại nâng vì tham ăn dùng hay đây bạn cùng vậy thà tham ăn dùng các bất rồi đâu mình còn mà đăng luôn này nhỉ dừng vô just đăng thà chan tiệm bảo có cái con trong chứ nè có trong bạc caនៅភាពអស្ចារ្យនៅក្នុងការប្រកួតចុងក្រោយនៅ FIFA World Cup ប៉ុន្តែអាឆានតិរបស់គាត់នឹងគឺវាមិនអាចជួយឲ្យគាត់ឬក៏ផ្លាស់ប្ដូរឬក៏ឆេងហ្គេមមិនបានសម្រាប់ការប្រកួតតទល់នឹងក្រុមជម្រើសជាតិកុងហ្គោហ្នឹងកន្លែងហ្នឹងពួកអ្នកកសែតអ្នកសារព័ត៌មានគេមើលគេដឹងពីដូចតែយើងមើលយប់មិញអញ្ចឹងដឹងថាកីឡាករប៉ូទុយហ្គាល់គឺលេងដើម្បីរ៉ូណាល់ដូមិនមែនលេងដើម្បីប៉ូទុយហ្គាល់ទាំងមូលទេបើលេងដើម្បីប៉ូទុយហ្គាល់ទាំងមូលគេអត់ចាំបាច់ focus លើរ៉ូណាល់ដូតែមួយគត់ទេគឺលេងជា team ហ្មងគេត្រូវតែបន្ទោហើយពូអត់មានការពារទេគេត្រូវតែបន្ទោគាត់ពួកគាត់គឺជាមនុស្សដែលមានអធិពលនៅក្នុងក្រុមគាត់តំណាងឲ្យពុកតេកាល់ទាំងមូលអញ្ចឹងការឈ្នះចាញ់គឺគេត្រូវសង្កត់គេត្រូវបដោតទៅលើរ៉ូណាល់ដូតែមួយគត់គេអត់ focus ទៅលើគ្រូប៉ូទុយហ្គាល់ទេគេអត់ដាក់សពាទៅលើគ្រូប៉ូទុយហ្គាល់ទេគឺគេបដោតទៅលើរ៉ូណាល់ដូហ្មងចាញ់ឈ្នះយប់មិញទោះបីរ៉ូណាល់ដូចាញ់បានតែយប់មិញប្រសិនបើរ៉ូណាល់ដូអត់គ្រាប់តែការប្រកួតឈ្នះអាហ្នឹងអាចអូខេលើកមកលើកមកប៉ូទុយហ្គាល់លើកមកលើកមកក្រុមតែវាស្មើដោយសារតែស្មើនឹងហើយបានធ្វើឲ្យអ្នកគ្រប់គ្រងគេខកចិត្តហើយបូកផ្សំនឹងអា performance របស់គាត់វាអត់ល្អទៀតកន្លែងហ្នឹងបានធ្វើឲ្យគេរិះគន់ជុំវិញពិភពលោកហ្មងសួរថាបាល់យំមិញអ្នកណាមិនរងក្រុមមួយណាដែលមិនចង់បោះឲ្យរ៉ូដូ Conceição Bruno Fernandes Rafael Leao ដែលដូរចូល Pedro Neto Joao Neves សិតតែ focus លើរ៉ូដូទាំងអស់ដើម្បីអីដើម្បីឲ្យគាត់មានគ្រាប់មិនបាច់ចាំដល់ hat-trick ទេមានតែមួយគ្រាប់ក៏បានដែរយប់មិញតែវាអត់មានតែរ៉ូណាល់ដូខ្លួនឯងក៏គាត់ត្រូវដឹងដូចគ្នាដែរព្រោះគាត់ត្រូវយល់ថាប្រសិនបើគាត់គិតមុខមាត់គិតប្រទេសប៉ូទុយហ្គាល់ទាំងមូលក៏គាត់ត្រូវគិតថាតើអញលេង90នាទីនឹងវាសមអត់វាល្អឬអត់ហើយអត់មានគ្រូបង្វឹកឬក៏អ្នកណាម្នាក់ហ៊ានដូរគាត់ចេញទេណាអត់មានទេប៉ូទុយហ្គាល់និងរ៉ូណាល់ដូគឺតែមួយអញ្ចឹងអាមហាចតាឆន្ទៈគាត់អាភាពមានះរបស់គាត់ឲ្យគាត់ចង់លេងហ្នឹងហើយបានអ្នករាល់គ្នានៅក្នុងក្រុមគេពិបាកដោយសារអីអ្នកណាហ៊ាននិយាយអ្នកណាហ៊ានទៅដូររ៉ូណាល់ដូចេញសូម្បីតែពូខ្លួនឯងដែលជាអ្នកគ្រប់គ្រងដ៏ងប់ងល់របស់រ៉ូណាល់ដូជិត20ឆ្នាំនេះក៏ពូវាអត់ទ្រាំលេងបានដែរពូសឹងថាស្រែកពីក្នុងឡាយតែបងនៅសល់ពេលប្រហែល10នាទី20នាទីជាងបងដូរចេញទៅឲ្យគេឲ្យពួកអត់ឯងចូលមកវិញមកឲ្យអាហ្វីលិកឲ្យអាកនក្លូរ៉ាម៉ូសចូលមកឲ្យវាក្លុកវាបានគ្រាប់ទៅធ្វើម៉េចបើគាត់ចង់លេងហ្នឹង41ឆ្នាំឥឡូវនឹងពេលហ្នឹងហើយពេលវេលារបស់គាត់គឺចុងក្រោយហើយពេលវេលាបែបហ្នឹងអត់មាន World Cup ឯណាដល់2030ទៀតទេឥឡូវហ្នឹងវាមិនមែនថាប៉ូទុយហ្គាល់ធ្លាក់ទេវាមាននៅការប្រកួតក្រោយទៀតការប្រកួតបន្ទាប់របស់ប៉ូទុយហ្គាល់ជួបកូឡុំបៀកំណត់លើកូងហ្គោទៀតកូឡុំបៀហើយបើប្រកួតក្រោយនេះស្មើឬចាញ់កូឡុំបៀចប់ហើយ